សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្រភាគទី9ការប្រជុំមុខនឹងការពិភាក្សាការប្រគល់ប្រជែងក្នុងក្រុមហ៊ុនកាន់តែផ្ដល់សម្ពាធដល់វីរៈចំណែកម្ដាយសុភ័ក្រនៅតែសង្ស័យអំពីសមត្ថភាពអនាគតប្តីរបស់កូនគាត់តើវីរៈអាចបំពេញសន្យារបស់គាត់បានឬវីរៈប្រឈមមុខនឹងបញ្ហាសប្តាហ៍បញ្ចប់ការប្រគល់ប្រជែងប្រធានក្រុមហ៊ុនបាននិយាយថាសម្រាប់ដំណែងនេះយើងត្រូវការអ្នកដឹកនាំដែលមានទស្សនវិស័យនិងសមត្ថភាពគ្រប់គ្រងច្បាស់លាស់និងសពជ្រុងជ្រោយវីរៈធ្វើមុខប្រក្តីហើយបាននិយាយថាខ្ញុំមានផែនការមួយដែលអាចធ្វើឲ្យក្រុមហ៊ុនមានភាពច្នៃប្រឌិតជាងមុនចុងក្រោយនៅក្នុងការប្រកួតប្រជែងវីរៈត្រូវបង្ហាញគំរូយុទ្ធសាស្ត្ររបស់គាត់ប៉ុន្តែមានការសម្អាងជាច្រើនពីបេក្ខជនដទៃដែលធ្វើឲ្យគាត់មានសម្ពាធខ្លាំងប្រធានក្រុមហ៊ុនបាននិយាយថាយើងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃស្អែកការពិភាក្សាជាមួយម្ដាយនៅផ្ទះម្ដាយសុភ័ក្រមើលសុភ័ក្រហើយនិយាយថាតើគេអាចជឿខ្ចីបានពិតឬសុភ័ក្របានឆ្លើយតបយ៉ាងប្រកបច្បាស់ថាបងរកខិតខំណាស់មកសូមឲ្យឱកាសគេម្ដងបានទេម្ដាយសុភ័ក្រនៅស្គៀនស្កាត់មួយផ្លេតហើយនិយាយថាម៉ាក់កំពុងឃើញការខិតខំរបស់គេតែបើគេបរាជ័យវិញនោះសុភ័ក្រនិយាយថាគាត់នឹងមិនបោះបង់ទេគាត់ច្បាស់ជាជោគជ័យកូនជឿជាក់លើគេម្ដាយសុភ័ក្រនៅស្ងោតស្ងាត់បន្តិចយូចាំតែមើលទៅថ្ងៃសម្រាប់ចិត្តក្នុងក្រុមហ៊ុនវីរៈចូលរំពឹងចម្លើយពីប្រធានក្រុមហ៊ុនសម្ពាធកាន់តែខ្លាំងខណៈពេលគ្រប់បេក្ខភាពទាំងអស់ផ្សេងទៀតក៏រងចាំមើលដំណើរប្រធានក្រុមហ៊ុនបើកឯកសារបន្ទាប់ពីការវិដំឡៃយ៉ាងជោគជ័យទៅដាក់និងសពជ្រុងជ្រោយមកឃើញថាវីរៈត្រូវជ្រើសរើសជាអ្នកគ្រប់គ្រងថ្មីសូមអបអរសាទរវីរៈវីរៈភ្លឹកហើយនិយាយថាខ្ញុំនឹងបំពេញតួនាទីនេះឲ្យបានល្អបំផុតលោកប្រធានការទទួលយកពីម្ដាយនៅផ្ទះម្ដាយសុភ័ក្របានឃើញដំណឹងនិងលើកគេផ្សព្វផ្សាយនៅតាម Facebook ហើយនិយាយថាគេអាចធ្វើឲ្យបានពិតជាសុភ័ក្រមានសេចក្តីសប្បាយរីករាយម៉ាក់ឃើញអីទេម្ដាយសុភ័ក្រញញឹមហើយស្រក់ទឹកភ្នែកពេលនេះម៉ាក់អាចជាស្លាយនឹងយល់ព្រមឲ្យកូនសញ្ញវថ្មីនៅជាមួយគេបានសុភ័ក្ររត់ចូលទៅអមម្ដាយហើយនិយាយថាអរគុណម៉ាក់វីរៈឈរមើលយ៉ាងស្ងៀមស្ងាត់ខ្ញុំសន្យាថានឹងមិនឲ្យអ្នកមីងខកចិត្តហើយនឹងមើលថែសុភ័ក្រឲ្យបានល្អបំផុតតើអនាគតរបស់ពួកគេនឹងដូចប្រទៀតបើចង់ជ្រាបច្បាស់ស្នេហារវាងអ្នកទាំងពីរនឹងទៅជាយ៉ាងណាសូមតាមដានភាគទី10ដែលជាភាគបន្តសូមអរគុណ